មនុស្សប្រុសប្រុសមកទីកន្លែងនេះចម្លែកមែនទេអត់ទេលោកប្រធានចាងលោកស្ដាប់ខុសហើយខ្ញុំមិនមែនថាលោកទេខ្ញុំថាស្រីម្នាក់ដែលលក់ត្រីសំអុយនេះទៅវិញទេនាងជាមនុស្សប្រុសជួបមនុស្សប្រុសប្រីនាងមានកូនជាមួយមនុស្សប្រីខ្ញុំគឺជាមនុស្សប្រុសប្រីនោះហើយហើយបាត់ទេលោកមានឋានៈខ្ពស់យ៉ាងនេះមិនបាច់ជាតាក់ទងជាមួយអ្នកលក់ត្រីសំអុយម្នាក់នេះទៅវិញនាងលក់ត្រីស្អុយអញ្ចឹងកូនចិនចាងខ្ញុំលក់ត្រីជាមួយនាងរាប់ជាស្អីទៅអូអត់ទេប្រធានចាងខ្ញុំមិនដឹងថាលោកនឹងនាងមានទំនាក់ទំនងយ៉ាងនេះទេប្រធានចាងមិនទេនាងមានកំណត់ជាអ្នកលក់ត្រីមែនអរគុណប្រធានចាងលោកជាអ្នកធំមិនប្រកាន់អ្នកតូចតាចដូចជាខ្ញុំទៅសិនហើយអាសាមកទិញត្រីនៅទីនេះច្រើនដងត្រីមិនទាន់ទិញផងក៏ទៅវិញកាប់ទៅខ្ញុំមិនចូលចិត្តញ៉ាំត្រីប្រមាណទេលោកប្រធានចាងមិនចូលចិត្តត្រីមកទីនេះធ្វើអីអាជីវកម្មមិនមែនជាកន្លែងបានទេណាអូមិនមែនទេប្រធានចាងតាមពិតទៅខ្ញុំចូលចិត្តត្រីមែនប៉ុន្តែខ្ញុំមកទីនេះគឺដើម្បីទិញត្រីចូលចិត្តខ្ញុំចូលចិត្តថ្ងៃនេះគឺល្អហើយត្រូវតែញ៉ាំចាំងឆឹងបញ្ចុកត្រីគេប្រធានចាងហេតុអីក៏លោកប្រធានចាងប្រធានចាងកុំអីប្រធានចាងធាវគេគឺមិនចេញកំហឹងឲ្យខ្ញុំយ៉ាងម៉េចហើយខ្ញុំជួយលោកហូបត្រីហើយមិនរីករាយសោះរីខ្លាំងណាស់លោកប្រធានចាងរីកគឺល្អហើយហូបហើយនៅរួចហើយចាំងឆឹងជូនគេត្រឡប់ទៅវិញប្រាប់ប្រពន្ធរបស់លោកបើសិនជានាងចង់លេងរះមេធាវីរបស់ខ្ញុំរកឲ្យថ្លៃចំណាយមេធាវីគឺខ្ញុំលោកប្រធានចាងកុំអីលោកប្រធានចាងដោះលែងខ្ញុំទៅលោកប្រធានចាងកុំធ្វើបាបខ្ញុំអីលោកប្រធានចាងនាងកុំគិតច្រើនខ្ញុំបានជួយនេះទេខ្ញុំគ្រាន់តែមិនចង់ឲ្យកូនរបស់ខ្ញុំលំបាកជាមួយនាងតែប៉ុណ្ណោះលោកម្រកខ្ញុំមិនមែនចង់យកជឿអាងទៅទេឯងមិនមែនចង់យកជឿអាងទេតែខ្ញុំចង់យកជឿអាងឈឹងជឿឈឹងហើយនឹងជឿយ៉ាវលោកដឹងអស់ហើយលោកដឹងអស់ហើយចង់លាក់បាំងខ្ញុំអស់មួយជីវិតយកកូន4នាក់របស់ចាងឈុនខ្ញុំតាមនាងអស់មួយជីវិតទទួលយកការប្រមាថបែបនេះនេះគឺ500លានក្នុងនេះគឺ400លានគឺអរគុណនាងដែលបានបង្កើតនឹងចិញ្ចឹមហើយនៅសល់100លានគ្រាន់សម្រាប់ជីវិតរបស់នាងនាងចង់ឲ្យកូនខ្ញុំលក់ត្រីមួយជីវិតជាមួយនាងម៉ាមីមិនចូលចិត្តពូនោះទេឆេញអស់មិនថាដេតឌីនតាខ្ញុំមិនយកទេយល់អស់នាងគិតបានច្បាស់ណាបើនាងចង់ប្រឹងខ្ញុំនឹងខំប្រឹងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីដណ្ដើមកូនខ្ញុំមកវិញពេលនោះមួយកាក់មួយសេនក៏នាងមិនបានដែរខ្ញុំអាចជួបកូនខ្ញុំបានទៀតទេអីគេខ្ញុំថាកូនទៅនៅផ្ទះគ្រួសារចាងជាមួយលោកហើយចាំមកពួកគេនឹកខ្ញុំនោះអាចឲ្យខ្ញុំជួបពួកគេបានទៀតទេខ្ញុំយល់ព្រមឲ្យខ្ញុំនាំគេត្រឡប់ទៅវិញទេលោកយល់ព្រមឲ្យខ្ញុំបានជួបពួកគេខ្ញុំយល់ព្រមទុកចិត្តចុះខ្ញុំមិនឧស្សាហ៍ទៅរំខានក្មេងទេហើយខ្ញុំក៏មិនទៅចេញមុខមាត់ឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកដែរនាងហេតុអីស្រាប់តែកែប្រែកំណត់ព្រោះលោកនិយាយត្រូវខ្ញុំជាមនុស្សដែលអសមត្ថភាពខ្ញុំមិនចង់ឲ្យកូនលក់ត្រីជាមួយខ្ញុំអស់មួយជីវិតទេខ្ញុំបានថានាងអសមត្ថភាពនោះទេខ្ញុំគិតយល់ហើយកូនត្រូវការឪពុកជាជំរកឲ្យពួកគេបានពួកគេទៅតាមលោកទើបល្អបំផុតទោះបីជាថ្ងៃក្រោយពួកគេមិនហៅនាងម៉ាមីក៏មិនអីដែរឲ្យតែលោកល្អដាក់ពួកគេថ្ងៃក្រោយខ្ញុំមិនបានលើពួកគេហៅថាម៉ាមីក៏មិនអីដែរកិច្ចព្រមព្រៀងយកមកឲ្យនៅយកចេញមកខ្ញុំសញ្ញេនាងនេះជាកិច្ចសន្យានាងមិនអាចមើលសិនទេមានអីគួរឲ្យល្អមើលឲ្យតែប្រធានចាងធ្វើល្អដាក់កូនសំណើអ្វីក៏ខ្ញុំទទួលយកបានដែរការពិតទៅប្រធានចាងលោកកុំនិយាយទៀតអីឲ្យខ្ញុំប្រញាប់សញ្ញេទៅមិនចឹងខ្ញុំស្ដាយក្រោយហើយកូនពួកឯងមានដេតនេះហើយថ្ងៃក្រោយមិនបាច់លំបាកជាមួយម៉ាមីទៀតទេម៉ាមីជាម៉ាមីមិនអាចសញ្ញេទេ
មិនអាចមិនត្រូវការកូនគេជា daddy របស់កូនពួកកូនគ្រាន់តែត្រឡប់ទៅផ្ទះជាមួយ daddy វិញ ពួកយើងមិនត្រូវការ daddy ទេពួកយើងត្រូវការ mommy ក៏មិនអាចបំបែកពួកយើងពី mommy ដែរនោះមិនមែនជាផ្ទះទេកន្លែងមាន mommy ទៅជាផ្ទះប៉ុន្តែពួកឯងនៅជាមួយ mommy គឺលំបាកណាស់ ឆេងអើចង់បាន daddy តែមិនចង់ឃើញ mommy នៅម្នាក់ឯងលំបាកទេបើ daddy ឲ្យពួកយើងចាក់ចេញពី mommy អញ្ចឹងខ្ញុំមិនត្រូវការ daddy ទេ mommy ពិតជា mommy មិនចាក់ចេញពីពួកកូនរហូតទេ mommy រំជួលចិត្តពេកហើយខ្ញុំអ្នកគ្មានកូននេះក៏យល់អារម្មណ៍នេះដែរ ឬមួយគេយល់ថាខ្ញុំបបាញ់ពួកគេអាក្រក់ពេកឬមួយគេយល់ថាខ្ញុំជាអ្នកបបាញ់ពួកគេអាក្រក់ពេក មែនហើយមិនមែនទេគឺមិនអាក្រក់ទេ បបាញ់សាច់ឈាមនឹងមិនអាក្រក់ទៀតអញជាសាច់ឈាមត្រជាក់មែនទេ អាក្រក់ហើយអូយអត់អាក្រក់ទេមិនអាក្រក់ទេក៏មិនត្រូវដែរ ខ្ញុំមិនខ្វល់ថាអាក្រក់ឬមួយក៏អត់ទេសាច់ឈាមរបស់ខ្ញុំគឺត្រូវតែនៅជាមួយខ្ញុំគឺខ្ញុំនឹងប្រើមធ្យោបាយរបស់ខ្លួនឯងឲ្យពួកគេទៅជាមួយខ្ញុំ ហើយ ហ៊ានគំរាមពួកយើងមកទៅផ្ដាំមិនតាន់គ្រប់គ្រាន់ទេ mommy សម្រានហើយពួកឯងត្រៀមខ្លួនហើយណែ ត្រៀមរួចហើយ ខ្ញុំគំរាមគេតាំងពីយូរមិនស្មានថាគេមិនចេះកាយហើយនៅតែខ្លាំងដៃថែមទៀតចង់បំបែកពួកយើងនឹង mommy ត្រូវតែផ្ដល់មេរៀនឲ្យគេហើយទៅបាន នៅមិនពិចារណាពីអារម្មណ៍ mommy អីបន្តិចគេជាប៉ាអាក្រក់មែនយើងត្រូវតែឲ្យគេស្ដាយក្រោយ មីនឹងត្រូវឲ្យពួកយើងខ្លាចជាក្មេងដែលគ្មានម្ដាយគំនុំនេះត្រូវតែសាងចាប់ផ្ដើម ខ្ញុំនឹងហែកក្រុមហ៊ុនរបស់គេ ខ្ញុំឲ្យហូរឲ្យជាកាត់យកភាគហ៊ុនគេទាំងអស់ បងប្រុសខ្ញុំធ្វើអីទៅ ជាងអើឯងលើកទឹកចិត្តពួកគេទៅ ល្អបងប្រុសខំប្រឹងឡើង អាឡូកោតជើងទាំងផ្ដល់ដំណឹងទៅចាប់ពីថ្ងៃស្អែកនេះតទៅពេញមួយប្រទេសអ្នកណាក៏មិនឲ្យលក់ត្រីឲ្យត្រកូលចាងដែរ ប្រធានចាងមើលឯកសារទាំងនោះមានបញ្ហាដែរទេបើគ្មានទេខ្ញុំនឹងឲ្យមេធាវីបន្តក្តី មានអីទេ ខ្ញុំទៅចាត់ចែងភ្លាម ម៉ាមីខុសហើយម៉ាមីមិនចាក់ចេញពីពួកឯងជារៀងរហូតម៉ាមី ខ្ញុំពិនិត្យលម្អិតម្ដងទៀតទៅចាស់ បាទ ដូចជាអាក្រក់ពេកហើយ ប្រធានចាងមិនល្អទេគេហាក់ទំព័រពួកយើងត្រូវគេហែកហើយ ត្រូវហែកគឺជារឿងធម្មតាឲ្យខាងបច្ចេកទេសធ្វើទៅ ប្រធានចាងគេហែកផ្នែកបច្ចេកទេស អីគេខ្ញុំចិញ្ចឹមពួកលោកឲ្យធ្វើកិច្ចការអស់នេះពួកលោកបានជាឲ្យគេហើយបច្ចេកទេសទាំងមូលប្រហែលអ្នកធ្វើស្អីទៅ ប្រធានចាងអ្នកដែលហែកនោះគឺជាអ្នកដែលមានទេពកោសល្យយើងមិនមែនជាដៃគូពួកគេ បោះ ទេ ស្រាយបានល្អ5នាទីដោះស្រាយមិនបានទេពួកឯងនាំគ្នាចេញឲ្យអស់ទៅ ប្រធានចាងមិនល្អទេមានភាគហ៊ុនមួយចង់ដកចេញពីយើងភាគហ៊ុនពួកយើងចង់រលំហើយ ស្អីគេមើលទៅមានតែចង់ប្រឆាំងជាមួយយើងបើខាងទៀតប្រកាន់ជាមិនតូចទេ ពេលវេលានៅសល់តិចណាស់ម៉ាមីចិត្តភ្ញាក់ហើយថ្ងៃនេះប៉ុណ្ណឹងសិនចាស់ រៀបចំចេញពីការងារ ថ្ងៃស្អែកចាំបន្តទៀត សួស្ដី mommy ពួកឯងធ្វើអីហ្នឹងពួកយើងកំពុងកំណត់ឈៀងអើមើលតុក្កតាពួកឯងមើលបន្តទៀតចុះថ្ងៃនេះម៉ាមីធ្វើម្ហូបឲ្យពួកឯងញ៉ាំលាកបន្លែទុកឲ្យញ៉ាំ ប៉ាម៉ាក់ហៅខ្ញុំមកតើមានរឿងដោយសារក្រុមហ៊ុនមែនទេទុកចិត្តចុះខ្ញុំអាចដោះស្រាយបាន ហេអាលោកកូនសំអុយរឿងក្រុមហ៊ុនខ្ញុំមិនខ្វល់ជាមួយឯងទេខ្ញុំសួរឯងនាងនឹងកូនទាំង4ពេលណាយកមកផ្ទះ កូនពុតជារបស់ខ្ញុំមែនតែនាងមិនប្រកាសថាជាកូនប្រសាររបស់ម៉ាក់នោះទេ ឯងនិយាយតែផ្ដាស់ស្អីហ្នឹងគេខំបង្កើតកូន4នាក់ឲ្យឯងគេមិនមែនកូនប្រសារយើងគេជាកូនប្រសារអ្នកណាឬឯងចង់ធ្វើជាប្រុសដែលក្បត់ គឺនាងក្បត់នឹងខ្ញុំ នាងគេបង្កើតកូនគួរឲ្យស្រឡាញ់ដល់ទៅ4នាក់ឲ្យឯងនាងហត់នឿយណាស់លោកកូនចំអុយឯងវេទនាស្អីយើងប្រាប់កូនប្រសារយើងគឺត្រូវតែនាងបើឯងមិនយកពួកគេមកផ្ទះវិញទេគឺមិនបានដាច់ខាតយើងមិនយល់ព្រមទេអាលោកកូនចំអុយ ម៉ាក់ក្រុម